តោះបងប្អូនមកបំពងត្រីត្រោតហូបជាមួយខ្ញុំយ៉ាងថ្ងៃនេះខ្ញុំទៅផ្សារទិញត្រីត្រោតចំត្រីត្រោតយកមកដាក់បំពងព្រោះគោម្ដងច្បាស់គឺយកមកបំពងអត់មែនយកមកហូបឆៅអីចឹងត្រូវតែទិញឲ្យបានត្រីត្រោតកុំទិញត្រីសាម៉ុនយើងហូបឆៅអីចឹងទៅហើយត្រីត្រោតនេះខ្ញុំយកមកបំពងខ្ញុំយកម្សៅមកបន្តិចមកខ្ញុំលាយជាមួយពងមាន់ពងទាដើម្បីទុកប្រឡាក់ជាមួយនឹងត្រីត្រោតនឹងតែម្ដងចាយើងហូបយូរអត់ដឹងថាត្រោតដោយសាម៉ុនតើគេបែកធ្លាយប៉ណ្ដឹងត្រោតនឹងសាម៉ុនតែខ្ញុំឃើញ Facebook ពូមួយគាត់បង្ហាញពីត្រីសាម៉ុននៅរដ្ឋ Alaska របស់គាត់ហើយត្រីសាច់វាឡើងក្រត់ល្អបងប្អូនចាហើយនេះបងប្អូនរឿងអីមិនឲ្យយើងច្រឡំមើលពណ៌វាសឹងឲ្យដូចគ្នាបើអត់ចេញបញ្ហាហ្នឹងមកយើងអត់បានវិភាគដឹងឯងចេះហូបទៅថ្ងៃក្រោយទៅមិនដឹងទៅជាយ៉ាងណាអញ្ចឹងណាចាឥឡូវនេះខ្ញុំប្រឡាក់ជាមួយនឹងពងមាន់នោះហើយខ្ញុំយកមកប្រឡាក់មួយម្សៅមើលទៅវាដូចជារៀងអត់សូវជាប់ខ្ញុំក៏ជ្រលក់វាម្ដងទៀតជាមួយនឹងពងមាន់បងប្អូនដើម្បីបានជាលើកទី2វាជាប់ស្អាតល្មមហើយស្រួយពងដូចគេពងផ្លូវមាន់ពងសាច់នៅក្នុងហាង burger គេអញ្ចឹងណាបងប្អូននេះមើលទៅទំនងដែរហើយបើយើងទិញគេក៏ថ្លៃដែរបំពងត្រីត្រោតចេះយ៉ាងហោចមួយដុំក៏4-5 ដុល្លារដែរតែយើងធ្វើខ្លួនឯងបងប្អូនមួយចានមិញហ្នឹងយើងចំណាយថាអស់សាច់ត្រីហ្នឹង7 ដុល្លារហើយម្សៅអីទៀតហ្នឹងហូបឲ្យគ្នា5នាក់ចំណេញរួចមកពេលព្រឹកតែពិតរាល់ដងព្រលឹមឡើងហូបកាទៀវឬក៏ហូបបាយកកលីងអីចឹងទៅតែកាទៀវក៏មិនបានទិញគេដែរធ្វើខ្លួនឯងផ្លែតហ្នឹងដោយសារអីបើយើងចំណាយការទិញគេវាស្រួលហើយវាដឹងថាស្រួលហើយតែបើសិនជាឆ្លៀតធ្វើខ្លួនឯងក៏ធ្វើខ្លួនឯងខ្លះទៅដើម្បីកាត់បន្ថយការចំណាយចឹងណាបងប្អូនព្រោះចំណាយលើមានកំណត់ហើយយើងចេះតែចំណាយទិញគេហូបគ្រប់ពេលចឹងវាសេដ្ឋកិច្ចនឹងអាចទៅដាប់ទៅដួសដុនដាបអីចឹងទៅចាអញ្ចឹងឥឡូវនេះខ្ញុំពងត្រីរួចរាល់ហើយខ្ញុំក៏មានបន្លែពីរមុខដែរមានស្ពៃមានស្ពៃហើយសាឡាត់ក្តៅបងប្អូនជាមួយនឹងការ៉ុតហើយនេះត្រីសាម៉ុនរបស់ខ្ញុំច្រឡំត្រីសាម៉ុនត្រីត្រោតខ្ញុំបំពងរួចបាន5ដុំសមាជិកគ្នា5នាក់យើងត្រូវបំពង5ដុំកុំឲ្យវាយគ្នាទៅដើមនឹងអាត្រីបំពងបងប្អូនចាហើយទឹកជ្រលក់ខ្ញុំដាក់ខ្ទឹមហើយនឹងទឹកម្ទេសនេះគឺខ្ញុំធ្វើខ្លួនឯងកាលពីថ្ងៃមុនខ្ញុំទៅផ្សារគេលក់ម្ទេសឲ្យខ្ញុំឡៃឡងព្រោះម្ទេសហ្នឹងគេសល់មួយថ្ងៃទៅវាមិនខូចទេវាគ្រាន់តែរៀងសង្វាត់អញ្ចឹងយើងក៏ទិញយកមកយើងច្នៃទៅទឹកម្ទេសឬក៏ម្ទេសក្រៀមដាក់ហាលអីចឹងទៅហើយលាយមួយទឹកប៉េងប៉ោះហ្នឹងវាសល់ពីយើងទិញពីសាហូបពីសាក្បែរផ្ទះហ្នឹងគេដាក់ទឹកប៉េងប៉ោះហ្នឹងឲ្យមកហើយយើងហូបសល់យើងក៏ចេះតែប្រមូលទុកទៅហើយយើងដាក់ប៊ីចេងតិចស្ករបន្តិចទឹកស៊ីអ៊ីវហើយនឹងពេលល្ងក៏ដូចជាល្ងពេលល្ងហើយល្ងនោះដាក់ក៏បានមិនដាក់ក៏បានមានក៏ដាក់មិនមានក៏មិនបាច់ដាក់ដែរបងប្អូនដោយសារខ្ញុំមាននៅក្នុងផ្ទះស្រាប់ខ្ញុំក៏ដាក់ទៅហើយខ្ញុំលួចជាមួយនឹងទឹកត្រីផ្អែមព្រោះដោយសារនៅផ្ទះខ្ញុំទឹកត្រីផ្អែមខ្ញុំធ្វើរហូតពួកអីចូលចិត្តញ៉ាំលតឆាកាទៀវឆាឬក៏មីឆាអញ្ចឹងចេះទុកស្រោចវាពេលយើងឆាហើយអញ្ចឹងដាក់ថែមរសជាតិកាន់តែឆ្ងាញ់ទៀតទៅហើយយើងដាក់នៅលើជាក្រានឲ្យវាមកពុះទៅរួចបាត់ហើយទឹកជ្រលក់របស់យើងឥឡូវយើងមករៀបចំខ្ញុំដាក់សាឡាត់ហើយដាក់ការ៉ុតតិចមកចាមានពណ៌ស្អាតឯងដូចក្នុងវីដេអូមើលគេធ្វើមកទៅទំនងហើយយើងសាកធ្វើខ្លួនឯងហូបមានអីបងប្អូនឆ្ងាញ់តាអានេះហាន់កងមកចំណិតតាមមាត់របស់យើងទៅឬក៏មួយចំណិតហ្នឹង2ម៉ាត់អីចឹងទៅមួយចំណិត1ម៉ាត់ហ្នឹងស្រែកទៅមាត់បងប្អូនភាសាទេចាឥឡូវរួចរាល់យើងដាក់មកលើចាននោះហួយទំនងដូចក្នុងទូទួលដែរតាបងប្អូនចាក្នុងទូទួលខ្ញុំធ្លាប់ឃើញក្នុង Facebook ក្នុង YouTube គេធ្វើហូបឆ្ងាញ់ហើយដាក់ទឹកជ្រលក់បែបហ្នឹងទៅជាតិបាទបងប្អូនឥឡូវមុខម្ហូបរបស់ខ្ញុំរួចរាល់ហើយបងប្អូនមកអញ្ចឹងភាសាជាមួយនឹងខ្ញុំណាសម្រាប់អាហារពេលព្រឹកឯហ្នឹងនៅពេលថ្ងៃពេលល្ងាចទៀតរលើឡើងចុងភៅ3ពេលហ្មងបងប្អូនចាហើយនៅឆ្លៀតមកមើលកូនកំមុំខ្ញុំគេងើបពីដេកងើបមកនឹងហាត់ប្រាណណាបាទកូនបងវិញអូយមកបានចេញទៅសាលាបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាជំរាបលា